बुद्धं शरणं गच्छामि धम्मं शरणं गच्छामि ខ្ញុំប្រកាសរណាសូមថ្វាយបង្គំចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតដែលរកវត្ថុដតីស្មើពុំមានសូមថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមចម្រើនពរចំពោះពុទ្ធបរិស័ទអ្នកមានសទ្ធាជ្រះថ្លាដែលបានសិក្សាពុទ្ធប្រវត្តិក្នុងឱកាសនេះវីដេអូពុទ្ធប្រវត្តិទី8នេះនឹងសម្ដែងក្នុងភាគទី16ទ្រង់ប្រោសអរុវេលកសបៈជាដើមទៅភាគទី16ប្រោសអរុវេលកសបៈគ្រានោះព្រះដ៏មានប្រភាទ្រង់គង់នៅក្នុងនគរពរាណសីតាមសំគួរហើយទ្រង់ស្ដេចយាងសម្ដៅទៅអរុវេលាសេនានិគមទ្រង់យាងទៅអរុវេលាសេនានិគមនេះទ្រង់មានព្រះបំណងពីរយ៉ាងគឺ1ដើម្បីប្រោសព្រះបាទពំពិសាដែលព្រះអង្គទ្រង់សន្យាទុកកាលពីព្រះអង្គទៅតែទ្រង់ព្រះភ្នោះថ្មី2ដើម្បីប្រដិស្ថានព្រះពុទ្ធសាសនាក្នុងរាជក្រឹសមហានគរដែលជានគរធំហើយចម្រើនរុងរឿងមានមនុស្សច្រើនកុះកមានលទ្ធិធំក៏ច្រើនទៀតផងការប្រដិស្ថានព្រះពុទ្ធសាសនាឲ្យមាំមួនក្នុងនគររាជក្រឹស្មដែលមានសាសនាដតីមកពីមុននោះមិនមែនជារឿងធម្មតាទេព្រោះមហាជនភាគច្រើនក្នុងសម័យនោះរាប់អានសាសនាផ្សេងដែលមានមកពីមុនហើយដូច្នេះត្រូវទេសនាព្រានប្រដៅមេលទ្ធិធំនោះឲ្យកើតសទ្ធាជាមុនសិនជាពិសេសអរុវេលកសបៈដែលជាមេលទ្ធិធំបំផុតសំបីព្រះបាទពំពិសាក៏គោរពរាប់អានដែរបើប្រោសអរុវេលកសបៈឲ្យជ្រះថ្លាបានហើយការប្រដិស្ថានព្រះពុទ្ធសាសនាក៏បានសម្រេចយ៉ាងឆាប់រហ័សព្រោះអរុវេលកសបៈមកគោរពព្រះអង្គហើយទាំងកូនសិស្សទាំងព្រះបាទពំពិសាទូទួនតាមអរុវេលកសបៈដែលជាមេលទ្ធិយ៉ាងពិតប្រាកដដូច្នេះចំណុចទី2ព្រះអង្គនឹងបានសម្រេចយ៉ាងងាយនេះជាមធ្យោបាយដ៏ឆ្លៀសវៃបំផុតរបស់ព្រះអង្គកាលនោះព្រះអង្គយាងចុះចាកផ្លូវសម្ដៅទៅកាន់ដងព្រៃមួយទ្រង់ប្រថាប់នៅទៀបគល់ឈើមួយដើមរវាងពាក់កណ្ដាលផ្លូវពេលនោះមានពួកផតវគិ30នាក់ជាបុត្ររបស់ស្ដេចនៃដែនកុសលជាពួកដ៏ចម្រើនជាសម្លាញ់នឹងគ្នាព្រមទាំងភរិយាមានមាណពម្នាក់ឥតមានភរិយានឹងគេកុមារទាំងឡាយជាសម្លាញ់បាននាំស្រីពេស្យាម្នាក់មកដើម្បីប្រយោជន៍ដល់មាណពឥតមានភរិយានោះពួកអ្នកទាំងអស់គ្នានេះហៅថាផតវគិគឺជាអ្នកមានសេចក្តីចម្រើនមានរូបរាងកាយស្អាតចិត្តក៏ល្អកាលពួកអ្នកទាំងនោះធ្វេសប្រហែសស្រីពេស្យានោះបានលួចបង្វិចទ្រព្យរត់បាត់ទៅចំណែកកុមារជាសម្លាញ់ទាំងនោះបានខ្វល់ខ្វាយស្វែងរកស្រីពេស្យានោះបានដើរទៅកាន់ដងព្រៃស្រាប់តែបានជួបនឹងព្រះពុទ្ធតែគួងនៅទៀបគល់ឈើហើយនាំគ្នាចូលទៅថ្វាយបង្គំទូលសួរព្រះបរមសាស្តាថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះអង្គទ្រង់ឃើញស្រីម្នាក់រត់មកតាមផ្លូវនេះដែរឬទេព្រះភគវន្តមុនីមិនបានត្រាស់ឆ្លើយតបទេតែទ្រង់ត្រាស់សួរទៅវិញថាមនាលអ្នកទាំងឡាយចុះអ្នកត្រូវការអ្វីនឹងស្ត្រីនោះពួកផតវគិទូលរឿងរ៉ាវទាំងអស់ចំពោះព្រះមានប្រភាកព្រះអង្គទ្រង់ត្រាស់សួរថាមនាលផតវគិអ្នកទាំងឡាយសម្គាល់រឿងនោះដូចម្ដេចអ្នកគួរស្វែងរកស្ត្រីប្រសើរជាងឬគួរស្វែងរកខ្លួនអ្នកប្រសើរជាងមាណពទាំងនោះក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនយើងខ្ញុំគួរស្វែងរកខ្លួនឯងប្រសើរជាងព្រះអង្គទ្រង់ត្រាស់ថាបើដូច្នោះអ្នកទាំងឡាយចូលអង្គុយសិនចុះហើយតាំងចិត្តស្ដាប់តថាគតនឹងសម្ដែងធម៌ដល់អ្នកទាំងឡាយព្រះអង្គទ្រង់សម្ដែងអនុពពីកថានិងអរិយសច្ចៈ4លុះព្រះបរមគ្រូទ្រង់សម្ដែងព្រះធម្មទេសនាចប់ហើយផតវគិទាំង30នាក់នោះបានសម្រេចអនាគាមីខ្លះបានត្រឹមសោតាបតិផលចិត្តប្រាសចាកមន្ទិលកើតដល់បរោះទាំងអស់ក្នុងទីអង្គុយនោះឯងបុរសទាំងនោះក្រាបទូលព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនយើងខ្ញុំទាំងឡាយគួរបានបព្វជិ
និងឧបសម្បទាក្នុងសំណាក់នៃព្រះអង្គផងព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាអេហេភិក្ខុឧបសម្បទាអ្នកទាំងឡាយចូលជាភិក្ខុមកចុះសាសនធម៌តថាគតបានសម្ដែងល្អហើយអ្នកទាំងឡាយចូលប្រព្រឹត្តព្រហ្មចរិយធម៌ដើម្បីធ្វើនៅព្រះនិព្វានជាទីបំផុតទុក្ខដោយប្រពៃចុះព្រះពុទ្ធដីកានេះជាឧបសម្បទារបស់ផតវគិភិក្ខុទាំង30អង្គនៅក្នុងព្រៃកប្បាសិកវត្តនោះឯងលុះបួសរួចហើយទ្រង់ត្រាស់ឲ្យចេញទៅប្រកាសព្រះសាសនាដោយជាសាវកអង្គមុននោះដែរភិក្ខុទាំង30អង្គទូលសុំព្រះសាស្តាដើម្បីធ្វើដំណើររួមជាមួយគ្នាទៅកាន់ចារឹករហូតដល់ក្រុងបាវ៉ារដ្ឋមលៈដោយហេតុនេះភិក្ខុទាំងនោះមាននាមមួយទៀតថាបាវាយភិក្ខុក្រោយមកបានគាល់ព្រះសាស្តាក្នុងវត្តចេតពុនបានស្ដាប់ព្រះធម្មទេសនាឈ្មោះអនមតកសោតទើបសម្រេចព្រះអរហន្តទាំងអស់អង្គលំដាប់នោះព្រះដ៏មានប្រភាកទ្រង់យាងទៅកាន់ចារឹកស្ដេចទៅដល់ប្រទេសអូរុវេឡាពេលប្រលប់ដែលជាទីអាស្រ័យនៅរបស់ចដិល3នាក់បងប្អូនព្រមទាំងកូនសិស្សចដិលទាំង3នាក់កើតនៅនគរមគធៈក្នុងត្រកូលព្រាហ្មណ៍កស្សបកូតចដិលទាំង3ព្រមទាំងកូនសិស្សបាននាំគ្នាចេញបួសមុនព្រះពុទ្ធបានត្រាស់ទៅទៀតហើយក៏នៅមិនឆ្ងាយពីកន្លែងទ្រង់ត្រាស់ដឹងប៉ុន្មានទេចដិលទាំង3នាក់នៅទីផ្សេងគ្នាយ៉ាងនេះគឺ1បងបង្អស់ឈ្មោះអូរុវេលកស្សបៈព្រោះនៅអូរុវេឡាសេនានិគមមានកូនសិស្ស500នាក់2ប្អូនបន្ទាប់មកឈ្មោះអ្នកទីកស្សបៈព្រោះនៅបន្ទាប់ចុះមកមានកូនសិស្ស300នាក់3ប្អូនពៅឈ្មោះកយាកស្សបៈព្រោះនៅកយាសីស័កគឺនៅបន្ទាប់ចុះមកទៀតមានកូនសិស្ស200នាក់ពួកទាំង3នាក់នោះបានធ្វើអាស្រមនៅមាត់ស្ទឹងនេរញ្ជរាមាន3កន្លែងតាមលំដាប់តគ្នាចុះមកខាងត្បូងអាស្រមទី1គឺអូរុវេលកស្សបៈនៅខាងដើមគេប្អូនទី2និងទី3ក៏នៅបន្ទាប់គ្នាចុះមកទៀតក្នុងទីនេះសូមបញ្ជាក់អំពីអ្នកបួសផ្សេងក្រៅពីព្រះពុទ្ធសាសនាដូចជាចដិលគឺជាអ្នកបួងសក់ធ្វើដូចជាចដានិយមបូជាភ្លើងអិសីគឺអ្នកបួសឬអ្នកតែងគម្ពីរវេទតាបោះមកពីពាក្យថាតបៈអ្នកដុតកិលេសឬកម្ដៅកិលេសអាជីវកគឺអ្នកបួសអាក្រាតកាយជាសាវករបស់មគ្គលិកោសាលបរិពាជកប្រែថាអ្នកចារឹកទៅឬធ្វើដំណើរទៅនិក្រុនអ្នកដែលប្រាសចាកកិលេសជាគ្រឿងដោតក្រងឬហៅថាអចលកៈនៅក្នុងសាសនាចេនពួកខ្លះអាក្រាតកាយទាំងនេះអាចហៅថាឥសីតាបោះឬអ្នកបួសក៏បានកាលនោះព្រះលោកនេតទ្រង់យាងទៅកាន់អាស្រមរបស់ចដិលឈ្មោះអូរុវេលកស្សបៈទ្រង់មានព្រះពុទ្ធដីកានិងអូរុវេលកស្សបៈថាមនាលកស្សបៈបើអ្នកមិនចង្អៀតចង្អល់ទេយើងសុំស្នាក់នៅក្នុងរោងភ្លើងមួយរាត្រីអូរុវេលកស្សបៈទូលថាបបិទ្ធមហាសមណៈខ្ញុំមិនចង្អៀតចង្អល់អ្វីទេប៉ុន្តែនៅក្នុងរោងភ្លើងនោះមាននាគរាជមួយជាសត្វកាចមានរិទ្ធមានពឹសដ៏ពន្លឹកកុំឲ្យនាគរាជនោះវាបៀតបៀនលោកឡើយព្រះដ៏មានប្រភាកទ្រង់ត្រាស់សុំយ៉ាងនោះ3ដងឧរុវេលកស្សបៈក៏ពោលយ៉ាងនោះ3ដងដែរព្រះដ៏មានប្រភាកទ្រង់ត្រាស់ថាមនាលកស្សបៈនាគរាជនោះបៀតបៀនយើងមិនបានទេណាហើយចុះអ្នកចូលឲ្យរោងភ្លើងដល់យើងចុះឧរុវេលកស្សបៈទូលថាបបិទ្ធមហាសមណៈលោកចូលនៅតាមសបាយចុះព្រះសាស្តាទ្រង់ចូលទៅកាន់រោងភ្លើងហើយក្រាលកំរាលស្មៅប្រថាប់ពេនព្រះភ្នែនតាំងកាយដ៏ត្រង់ដំកល់ស្មារតីចំពោះកម្មដ្ឋានគ្រានោះនាគរាជបានឃើញព្រះដ៏មានប្រភាកយាងចូលទៅហើយក៏កើតទុក្ខតូចចិត្តបណ្ដាលផ្សែងឲ្យហុយចេញមកព្រះដ៏មានប្រភាកទ្រង់ត្រេះរិះថាតថាគតកុំបៀតបៀននាគរាជនេះឡើយគ្រាន់តែគ្របសង្កត់ដែលជារបស់នាគដោយដែលជារបស់តថាគតចុះលំដាប់នោះព្រះដ៏មានប្រភាកទ្រង់សម្ដែងអធិអភិសង្ខារមានសភាពដូច្នោះហើយក៏បណ្ដាលផ្សែងឲ្យហុយតបទៅវិញចំណែកនាគរាជអត់ក្រោតមិនបានក៏បណ្ដាលភ្លើងឲ្យឆេះឡើងព្រះដ៏មានប្រភាកទ្រង់ក៏បណ្ដាលភ្លើងឲ្យឆេះឡើងដែរនៅពេលនោះក្នុងរោងភ្លើងមានពន្លឺភ្លឺសន្ធោសន្ធៅឡើងហាក់បីដូចជាភ្លើងឆេះព្រៃ
ពួកចដិលនាំគ្នាចោមរួមរោងភ្លើងហើយពោលថាអោសមណៈមានរូបល្អឥឡូវនេះត្រូវអ្នកករាជបៀតបៀនហើយលុះរាត្រីកន្លងទៅហើយព្រះដ៏មានប្រភាកទ្រង់គ្របសង្កត់ដៃជាដោយដៃជាធ្វើឲ្យពន្លឺរបស់អ្នកករាជរលត់សូន្យឈឹងទៅឯរស្មីមានពណ៌6គឺពណ៌ខៀវលឿងក្រហមសនិងហង្សមាតរបស់ព្រះសម្ពុទ្ធមាននៅដដែលហើយទ្រង់ចាប់អ្នកករាជនោះដាក់ក្នុងបាតនាំយកទៅបង្ហាញចដិលអរុវេលកសបៈហើយត្រាស់ថាមនាលកសបៈនេះអ្នកករាជរបស់អ្នកតថាគតបានគ្របសង្កត់ដៃជារបស់វាដោយដៃជារបស់តថាគតហើយគ្រានោះអរុវេលកសបៈបានត្រេះរិះថាមហាសមណៈនេះមានឫទ្ធិខ្លាំងណាស់មានអានុភាពខ្លាំងណាស់តើព្រោះលោកអាចគ្របសង្កត់ដៃជារបស់នាគជាសត្វកាចមានឫទ្ធិមានពឹសក្នុងចង្កូមដោយដៃជារបស់លោកបានតែទោះជាយ៉ាងនោះក៏មិនមែនជាព្រះអរហន្តដូចអញទេគ្រានោះអរុវេលកសបៈនិមន្តដោយផាត់តាហាព្រោះឃើញបាដេហានោះលុះព្រះអង្គទ្រង់សោយផាត់តាហារួចហើយទ្រង់យាងទៅប្រថាប់នៅដងព្រៃមួយជិតអាស្រមរបស់អរុវេលកសបៈពេលនោះស្ដេចចាតុមហារាជការទាំង4អង្គចុះមកក្នុងបឋមយាមបណ្ដារស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ហើយចូលទៅគាល់ព្រះដ៏មានប្រភាកថ្វាយបង្គំព្រះមានប្រភាកហើយទើបស្ថិតនៅក្នុងទិសទាំង4ដើម្បីនឹងស្ដាប់នៅព្រះធម៌ក្នុងមជ្ឈិមយាមសក្កទេវរាជមានពណ៌ល្អមានរស្មីភ្លឺជាងទេវតាមុនបានចូលមកគាល់ព្រះដ៏មានប្រភាកដើម្បីនឹងស្ដាប់នៅព្រះធម៌ក្នុងបច្ឆិមយាមសហម្បតីព្រំមានពណ៌ល្អមានរស្មីរុងរឿងឧត្តមជាងទេវតាមុនបានចូលមកគាល់ព្រះអង្គដើម្បីនឹងស្ដាប់នៅព្រះធម៌លុះដល់ព្រឹកឡើងអរុវេលកសបៈចូលទៅគាល់ព្រះដ៏មានប្រភាកហើយក្រាបទូលថាបបិទ្ធមហាសមណៈកាលនេះជាកាលគួរហើយផាត់តាហាសម្រេចហើយបបិទ្ធមហាសមណៈចុះអ្នកណាមានពណ៌សម្បុរល្អចុះមកក្នុងវេលាបឋមយាមបណ្ដាលរស្មីឲ្យភ្លឺក្នុងដងព្រៃទាំងអស់ហាក់បីដូចជាគំនរភ្លើងដ៏ធំហើយចូលមករកលោកលុះក្នុងមជ្ឈិមយាមមានរស្មីភ្លឺជាងមុនចុះអ្នកណាមករកលោកក្នុងបច្ឆិមយាមក៏មានរស្មីរុងរឿងឧត្តមជាងមុនទៅទៀតអ្នកណាចូលមករកលោកព្រះដ៏មានប្រភាកទ្រង់ត្រាស់ថាមនាលកសបៈក្នុងបឋមយាមអ្នកទាំងនោះគឺស្ដេចចាតុមហារាជការទាំង4ចូលមកគាល់ព្រះតថាគតដើម្បីនឹងស្ដាប់នៅព្រះធម៌ក្នុងមជ្ឈិមយាមសក្កទេវរាជបានចូលមកគាល់តថាគតដើម្បីនឹងស្ដាប់នៅព្រះធម៌ក្នុងបច្ឆិមយាមមហាព្រំជាគ្រូរបស់អ្នកមកដើម្បីស្ដាប់នៅព្រះធម៌របស់តថាគតអរុវេលកសបៈមានសេចក្តីត្រេះរិះយ៉ាងនេះថាមហាសមណៈនេះមានឫទ្ធិខ្លាំងមានអានុភាពខ្លាំងមែនព្រោះថាសំបីស្ដេចចាតុមហារាជការទាំង4ព្រះអិននិងសហម្បតីព្រំក៏ចូលមករកដើម្បីស្ដាប់នៅព្រះធម៌ដែរតែទោះជាយ៉ាងនោះក៏មិនមែនជាព្រះអរហន្តដូចអញទេសម័យមួយគ្រឿងបូជាដ៏ធំនឹងកើតឡើងដល់អរុវេលកសបៈព្រោះជួនអ្នកនៅក្នុងដែនអង្គៈនិងដែនមគធៈប្រាថ្នានាំយកខាតនិយៈភោជនីយាហាជាច្រើនមកបូជាពេលនោះអរុវេលកសបៈមានសេចក្តីត្រេះរិះថាឥឡូវនេះគ្រឿងបូជាដ៏ធំនឹងកើតឡើងដល់អញត្បិតថាបើជួនទាំងនោះនាំយកខាតនិយៈភោជនីយាហាជាច្រើនចូលមកបូជាបើមហាសមណៈធ្វើអធិបរិហាក្នុងទីប្រជុំមហាជនលៀបសក្ការៈនឹងចម្រើនដល់មហាសមណៈនោះលៀបសក្ការៈរបស់អញនឹងសាបសូន្យទៅអោណមហាសមណៈកុំមកឆាន់ក្នុងថ្ងៃស្អែកនេះទៅអេព្រះភគវន្តមុនីទ្រង់ជ្រាបសេចក្តីបរិវេតកៈក្នុងចិត្តរបស់អរុវេលកសបៈដោយព្រះハរតីរបស់ព្រះអង្គលុះព្រឹកឡើងព្រះអង្គយាងទៅខ្ពុលព្រះអោសឯស្រះអណោដាតហើយយាងទៅបណ្ឌបាតនៅឧត្តរគរុទ្វីបបានហើយទ្រង់យាងមកសោយទៀបស្រះអណោដាតទើបយាងមកគង់ក្នុងដងព្រៃនោះវិញរាត្រីកន្លងទៅអរុវេលកសបៈទៅគាល់ព្រះអង្គថ្វាយបង្គំហើយទូលថាបបិទ្ធមហាសមណៈកាលនេះជាកាលគួរហើយផាត់តាហាសម្រេចហើយបបិទ្ធមហាសមណៈហេតុដូចម្ដេចបានជាលោកមិនមកក្នុងថ្ងៃម្សិលមិញ
ចំណែកខ្ញុំតែងរលឹកដល់លោកទន្ទឹងចាំមើលផ្លូវលោកថាមហាសមណៈមិននិមន្តមកទេឬអ្វីហើយបានទាំងត្រៀមចំណែកខាតនិយៈភោជនីយាហាទុកដើម្បីលោកដែរព្រះដ៏មានប្រភាកទ្រង់ត្រាស់ថាមនាលកសបៈក្រែងអ្នកត្រេះរិះដូច្នេះថាគ្រឿងបូជាដ៏ធំនឹងកើតឡើងដល់អញត្បិតថាបើជួនទាំងនោះនាំនៅខាតនិយៈភោជនីយាហាជាច្រើនមកបូជាបើមហាសមណៈនឹងធ្វើអធិបតិហាក្នុងទីប្រជុំមហាជនលៀបសក្ការៈនឹងចម្រើនដល់មហាសមណៈនោះឯលៀបសក្ការៈរបស់អញនឹងសាបសូន្យទៅអោណមហាសមណៈកុំមកឆាន់ក្នុងថ្ងៃស្អែកនេះទៅដូច្នេះពិតមែនឬពេលនោះឧរុវេលកសបៈភ្ញាក់ខ្លួនព្រឺតហើយត្រេះរិះដូច្នេះថាមហាសមណៈនេះមានឫទ្ធិខ្លាំងណាស់តើមានអានុភាពធំមែនតើព្រោះថាលោកស្គាល់ចិត្តដោយចិត្តតែទោះជាយ៉ាងនោះក៏មិនមែនជាព្រះអរហន្តដូចអញទេក្នុងកាលនោះសម្ពុតបាំងស្គូលកើតឡើងដល់ព្រះដ៏មានប្រភាកគឺសម្ពុតដែលប្រឡាក់ដោយធូលីដីព្រះអង្គយាងទៅទោះយកសម្ពុតដែលគេរុំសពនាងពន្នាទាសីយកទៅចោលក្នុងព្រៃបាឆាព្រះអង្គបរិវិតកៈថានឹងគួកសម្ពុតខណៈនោះព្រះអិនចុះមកជីកស្រះបោកករណីថ្វាយព្រះអង្គគួកហើយទ្រង់បរិវិតកៈថាតថាគតនឹងឆ្លីសម្ពុតក្នុងទីណាខណៈនោះព្រះអិននាំផែនថ្មដ៏ធំមកថ្វាយព្រះអង្គឆ្លីហើយទ្រង់បរិវិតកៈថាតថាគតនឹងពាក់សម្ពុតក្នុងទីណាខណៈនោះទេវតាបង្អោនមេឃថ្ងាន់មកថ្វាយព្រះអង្គពាក់ព្រះអង្គទ្រង់បរិវិតកៈថាតថាគតនឹងហាលសម្ពុតក្នុងទីណាព្រះអិនក៏លើកផែនថ្មដ៏ធំបង្អោនទៅថ្វាយព្រះអង្គខណៈដែលព្រះអង្គធ្វើមហាបាំងសុគលកិច្ចផែនដីក៏កម្រើកញាប់ញ័រ3ដងក្រោយមកឧរុវេលកសបៈទៅគាល់ព្រះដ៏មានប្រភាកទើបទូលថាកាលនេះជាកាលគួរហើយផាត់តាហាសម្រេចហើយឧរុវេលកសបៈបានឃើញសម្ភារៈមានថ្មជាដើមក៏ទូលសួរថាបបិទ្ធមហាសមណៈស្រះបោកករណីនេះកាលមុនមិនមានក្នុងកន្លែងនេះទេឥឡូវនេះស្រះបោកករណីនោះមានក្នុងកន្លែងនេះផែនថ្មគេតម្កល់ទុកពីមុនក៏មិនមានឥឡូវនេះផែនថ្មនេះអ្នកណាតម្កល់ទុកមេឃថ្ងាន់នេះកាលពីមុនមិនទៀបចុះមកទេឥឡូវនេះមេឃថ្ងាន់នេះទៅជាទៀបចុះមកព្រោះហេតុអ្វីណោព្រះសម្ពុទ្ធទ្រង់ត្រាស់ថាមនាលកសបៈសក្កទេវរាជបានយកមកថ្វាយតថាគតនិងទេវតាដែលអាស្រ័យនៅនឹងដើមថ្ងាន់បានបង្អោនមេឃចុះមកឧរុវេលកសបៈមានសេចក្តីត្រេះរិះថាមហាសមណៈនេះមានឫទ្ធិខ្លាំងមានអានុភាពធំណាស់ព្រោះថាសំបីសក្កទេវរាជក៏ចុះមកធ្វើការបម្រើដែរតែបើទោះជាយ៉ាងនោះក៏មិនមែនជាព្រះអរហន្តដូចអញទេរាត្រីកន្លងទៅហើយឧរុវេលកសបៈចូលទៅគាល់ព្រះដ៏មានប្រភាកហើយក្រាបទូលពីផតកាលដល់ព្រះអង្គថាបបិទ្ធមហាសមណៈកាលនេះជាកាលគួរហើយផតតាហាសម្រេចហើយព្រះសម្មាសម្ពុទ្ធទ្រង់មានព្រះពុទ្ធដីកាថាមនាលកសបៈអ្នកចូលទៅមុនចុះតថាគតនឹងទៅតាមក្រោយលុះឧរុវេលកសបៈចេញទៅហើយព្រះអង្គស្ដេចយាងទៅកាន់ជាំពូទ្វីបបាននាំយកផ្លែព្រីងហើយត្រឡប់មកប្រថាប់ក្នុងរោងភ្លើងមុនចដិលនោះទៅទៀតឧរុវេលកសបៈឃើញព្រះមានប្រភាកនៅក្នុងរោងភ្លើងដូច្នោះទើបទូលសួរព្រះមានប្រភាកថាបបិទ្ធមហាសមណៈលោកធ្វើដំណើរមកតាមផ្លូវណាកាលខ្ញុំមកចេញមកមុនលោកលុះមកដល់ទីនេះហើយត្រឡប់ជាលោកមកដល់រោងភ្លើងមុនខ្ញុំព្រះមានប្រភាកទ្រង់ត្រាស់ថាមនាលកសបៈតថាគតឲ្យអ្នកមកទីនេះមុនហើយតថាគតទៅកាន់ចម្ពោះទ្វីបបាននាំយកផ្លែព្រីងពីដើមព្រីងនោះរួចមកអង្គុយនៅក្នុងរោងភ្លើងនេះបានមុនអ្នកពេលនោះឧរុវេលកសបៈត្រេះរិះដូច្នេះថាមហាសមណៈនេះមានឫទ្ធិខ្លាំងណាស់តើមានអានុភាពខ្លាំងណាស់តើតែទោះជាយ៉ាងនោះក៏មិនមែនជាព្រះអរហន្តដូចអញទេគ្រាមួយទៀតព្រះដ៏មានប្រភាកទ្រង់យាងទៅកាន់ភ្នំហេមពៀនបាននាំផ្លែស្វាយមកក្រោយមកទៀតបាននាំយកផ្លែកន្ទួតព្រៃក្រោយមកទៀតបាននាំយកផ្លែស្រមោក្រោយមកទៀតបានយាងទៅកាន់តាវតឹងទេវលោកបាននាំយកផ្កាបារិឆតកៈព្រឹក
ទាំងនេះក៏មានដូចក្នុងរឿងផ្លែព្រីងនោះដែរឧរុវេលកសបៈបានត្រេះរិះថាមហាសមណៈនេះមានឫទ្ធិខ្លាំងណាស់មានអានុភាពធំមែនតែទោះជាយ៉ាងនោះក៏មិនមែនជាព្រះអរហន្តដូចអញទេក្រោយមកទៀតចដិលទាំងនោះប្រាថ្នានឹងបង្កាត់ភ្លើងតែមិនអាចពុះអស់ឲ្យបែកបានព្រោះឥទ្ធានុភាពរបស់ព្រះដ៏មានប្រភាកតមកប្រមានប្រភាកទ្រង់ឲ្យពុះអស់នោះបានវិញថ្ងៃមួយចដិលប្រាថ្នានឹងបង្កាត់ភ្លើងតែភ្លើងមិនឆេះព្រោះឥទ្ធានុភាពរបស់ព្រះដ៏មានប្រភាកតមកព្រះមានប្រភាកទ្រង់ឲ្យភ្លើងនោះឆេះវិញលុះចដិលបូជាភ្លើងស្រេចហើយក៏លួតភ្លើងមិនរលត់ព្រោះឥទ្ធានុភាពរបស់ព្រះដ៏មានប្រភាកតមកព្រះមានប្រភាកទ្រង់ឲ្យភ្លើងនោះរលត់ក្នុងសម័យដែលរងាដោយទឹកសន្សើមធ្លាក់ចុះមកច្រើនចដិលទាំងឡាយចុះងូតទឹកក្នុងស្ទឹងនៃរញ្ជរាឡើងមកមានកិរិយារងាខ្លាំងព្រះអង្គក៏និមិត្តចង្ក្រាន500ឲ្យចដិលទាំងនោះអាំងថ្ងៃមួយមហាមេឃតាំងឡើងក្នុងកាលមិនគួរបណ្ដាលឲ្យទឹកធ្លាក់ចុះមកជួនលិចពាសពេញវិលពេលនោះព្រះសាស្តាទ្រង់ញែកទឹកចេញដោយជុំវិញហើយយាងចង្ក្រមលើផែនដីដែលមានធូលីហុយឡើងកាលនោះឧរុវេលកសបៈខ្លាចព្រះមានប្រភាកលួងទឹកទើបជិះទូកទៅមើលមួយអន្លើដោយចដិលទាំងឡាយសំដៅទៅកាន់កន្លែងព្រះអង្គទ្រង់ប្រថាប់ឧរុវេលកសបៈបានឃើញព្រះមានប្រភាកធ្វើទឹកឲ្យញែកហើយយាងចង្ក្រមដូច្នោះបានក្រាបទូលព្រះអង្គថាបបិទ្ធមហាសមណៈសូមលោកមកគួងក្នុងទូកនេះព្រះអង្គក៏ហោះឡើងទៅលើអាកាសទ្រង់ចុះទៅប្រថាប់ក្នុងទូកមួយរំពេចនោះឧរុវេលកសបៈមានសេចក្តីត្រេះរិះថាមហាសមណៈនេះមានឫទ្ធិធំណាស់មានអានុភាពធំមែនព្រោះថាទឹកក៏មិនលិចលោកតែទោះជាយ៉ាងនោះក៏មិនមែនជាព្រះអរហន្តដូចអញទេចាប់ពីព្រះអង្គយាងจากព្រៃអេសិបតនមិគតិយវ័នក្នុងរនោចខែកដិកមកគួងឯប្រទេសឧរុវេលារាប់ជាខែបាន2ខែដរាបដល់ពេញបរមីខែបុស្សក្នុងរវាងនេះទ្រង់សម្ដែងបាតិហាផ្សេងចំនួន1500បែបក៏ឧរុវេលកសបៈនៅតែរឹងរូសដដែលព្រះសាស្តាទ្រង់បរិវិតកៈថាតថាគតគួរញ៉ាំងចដិលនេះឲ្យតក់ស្លុតទើបមានព្រះពុទ្ធដីកានិងកសបៈថាមនាលចដិលអ្នកមិនមែនជាព្រះអរហន្តទេម្ដេចក៏ប្រកាន់ថាជាព្រះអរហន្តកសបៈបានឮព្រះពុទ្ធដីកាហើយក៏ខ្លាចបានក្រាបទាបព្រះបាទាហើយទូលសុំបព្វជិនិងឧបសម្បទាព្រះលោកនាថទ្រង់ត្រាស់ថាមនាលកសបៈអ្នកបានដឹកនាំគេជាប្រធានលើចដិល500នាក់អ្នកត្រូវប្រាប់ចដិលទាំងនោះជាមុនសិនបើចដិលទាំងនោះយល់យ៉ាងណាគេក៏នឹងធ្វើតាមយ៉ាងនោះដែរលុះចដិលទាំងនោះយល់ព្រមតាមឧរុវេលកសបៈហើយក៏នាំគ្នាបណ្ដែតចោលនៅគ្រឿងបរិខាព្រមទាំងសក់និងចដាគឺភ្នួងសក់ទាំងអំរែកទាំងគ្រឿងបូជាភ្លើងទៅក្នុងទឹកស្ទឹងនេរញ្ជរាហើយចូលទៅរកព្រះសាស្តាសុំបព្វជិនិងឧបសម្បទាព្រះលោកនាថទ្រង់ត្រាស់ថាអេហេភិក្ខុឧបសម្បទាអ្នកទាំងឡាយចូលជាភិក្ខុមកចុះសាសនធម៌តថាគតពោលល្អហើយអ្នកទាំងឡាយចូលប្រព្រឹត្តព្រហ្មចរិយធម៌ដើម្បីឲ្យដល់នៅព្រះនិព្វានជាទីបំផុតទុក្ខដោយប្រពៃចុះចំណែកអ្នកទីកសបៈបានឃើញគ្រឿងបរិខាព្រមទាំងសក់ចដាអំរែកទាំងគ្រឿងបូជាភ្លើងអណ្ដែតតាមខ្សែទឹកមកយល់ថាប្រហែលមានរឿងអ្វីមួយដល់បងពិតប្រកបហើយទើបនាំបរិវារ300នាក់ដើរតម្រង់ទៅកាន់កន្លែងឧរុវេលកសបៈលុះទៅដល់ហើយក៏និយាយទៅកាន់ឧរុវេលកសបៈថាបពិតកសបៈបងអំពើនេះប្រសើរហើយឬអ្វីណោះឧរុវេលកសបៈប្រាប់ថាអើអ្នកដ៏មានអាយុអំពើនេះប្រសើរហើយចដិលទាំងនោះក៏នាំគ្នាបណ្ដែតគ្រឿងបរិខាព្រមទាំងសក់ចដាអំរែកគ្រឿងបូជាភ្លើងទៅក្នុងទឹកស្ទឹងនេរញ្ជរាហើយចូលទៅរកព្រះលោកនាថសុំបព្វជិនិងឧបសម្បទាព្រះលោកនាថទ្រង់បព្វជិនិងឧបសម្បទាដោយចដិលមុននោះដែរឯចដិលកយាកសបៈជាប្អូនពៅបានឃើញគ្រឿងបរិខាព្រមទាំងសក់ចដាអំរែកទាំងគ្រឿងបូជាភ្លើងអណ្ដែតតាមខ្សែទឹកមកដូច្នោះយល់ថាប្រហែលជាមានរឿងអ្វីមួយដល់បងឧរុវេលកសបៈពិតប្រកបហើយទើបនាំបរិវារទាំង200នាក់
ដើរតម្រង់ទៅកាន់កន្លែងអរុវេលកសបៈអាស្រ័យនៅលុះទៅដល់ហើយក៏និយាយនឹងអរុវេលកសបៈថាបពិតកសបៈបងអំពើនេះប្រសើរហើយឬអ្វីណោះអរុវេលកសបៈប្រាប់ថាអើអ្នកដ៏មានអាយុអំពើនេះប្រសើរហើយចដលទាំងនោះក៏នាំគ្នាបណ្ដែតគ្រឿងបរិខាព្រមទាំងសក់ចដាអំរែកទាំងគ្រឿងបូជាភ្លើងទៅក្នុងទឹកស្ទឹងនេរញ្ជរាហើយចូលទៅរកព្រះបរមសាស្តាសុំបព្វជិនិងឧបសម្បទាព្រះលោកនាថទ្រង់បព្វជិនិងឧបសម្បទាដូចចដលមុននោះដែរទ្រង់សម្ដែងអតិតបរិយាយសោតគ្រានោះព្រះលោកនាថទ្រង់នាំភិក្ខុ1300អង្គនោះយាងទៅប្រថាប់នៅលើដុំថ្មធំមួយឈ្មោះកយាសីស័កជិតដែនកយាប្រទេសមាត់ស្ទឹងនេរញ្ជរានៅមិនឆ្ងាយពីក្រុងរាជក្រឹសប៉ុន្មានទេទីនោះព្រះសម្ពុទ្ធទ្រង់សម្ដែងព្រះធម៌ទេសនាឈ្មោះអតិតបរិយាយសោតទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយវត្ថុទាំងពួងជារបស់ក្តៅចុះវត្ថុទាំងពួងជារបស់ក្តៅគឺអ្វីគឺអាយតនៈខាងក្នុង6មានភ្នែកជាដើមអាយតនៈខាងក្រៅ6មានរូបជាដើមវិញ្ញាណ6មានចក្ខុវិញ្ញាណជាដើមភស្សៈ6មានចក្ខុសម្ផស្សជាដើមនិងវេទនាដែលកើតអំពីសម្ផស្ស3យ៉ាងនេះគឺសុខទុក្ខឧបេក្ខានេះឈ្មោះថាវត្ថុទាំងពួងចក្ខុជារបស់ក្តៅរូបទាំងឡាយដែលជាវិស័យនៃចក្ខុក៏ជារបស់ក្តៅវិញ្ញាណគឺចិត្តដឹងពិសេសគឺអារម្មណ៍អាស្រ័យចក្ខុក៏ជារបស់ក្តៅការប្រជុំចុះព្រមទាំងចក្ខុរូបនិងចក្ខុវិញ្ញាណឈ្មោះថាចក្ខុសម្ផស្សក៏ជារបស់ក្តៅលៈក្តៅដោយភ្លើងលោភៈគឺសេចក្តីលោភក្តៅដោយភ្លើងទោសៈគឺសេចក្តីក្រោធក្តៅដោយភ្លើងមោហៈគឺសេចក្តីល្ងង់ក្តៅព្រោះជាតិការកើតចរាការចាស់ក្រំគ្រាមរណៈសេចក្តីស្លាប់ក្តៅព្រោះសោកគឺសេចក្តីក្រៀមក្រំនៃចិត្តបរិទេវៈការយំរៀបរាប់ទុក្ខកាយទោមនស្សមិនសប្បាយចិត្តឧបាយាសៈសេចក្តីចង្អៀតចង្អល់ចិត្តព្រះអង្គទ្រង់ត្រាស់ថាចក្ខុជាដើមក្តៅដោយភ្លើងកិលេសនិងសេចក្តីទុក្ខដុតឲ្យក្តៅយ៉ាងនេះឯងវេទនាគឺការសោយអារម្មណ៍សុខទុក្ខមិនសុខមិនទុក្ខកើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យវេទនានោះក៏ជារបស់ក្តៅលៈព្រះបរមលោកនាថទ្រង់ទេសនាអនុលោមទៅតាមអធិស្រ័យរបស់ពួកចដលដែលនិយមបូជាភ្លើងព្រះបរមគ្រូទ្រង់សម្ដែងព្រះធម៌ទេសនានេះចប់ហើយភិក្ខុទាំង1300អង្គនោះមានចិត្តរីករាយចំពោះភាសិតរបស់ព្រះអង្គហើយបានសម្រេចជាព្រះអរហន្តទាំងអស់ឥតមានជាប់ជំពាក់ដោយឧបាទានឡើយវីដេអូទី8នេះ/ត្រឹមនេះសិនវីដេអូទី9សម្ដែងពីព្រះអង្គទ្រង់យាងទៅក្រុងរាជក្រឹសរដ្ឋមគធៈមួយអន្លើដោយភិក្ខុ1300អង្គជាដើមទៅ